មានប្រសាសន៍ថាបងខ្លះគាត់ចាំរយៈពេលយូរទៅដូរដីដូរអីហើយបងប្អូនខ្លះតែខ្ញុំនិយាយបាទសុំទោសខ្ញុំនិយាយបន្តិចទៀតទេលោកឯកឧត្តមនិយាយយ៉ាងចូលយូរណាស់ហើយទៅកន្លះម៉ោងតែខ្ញុំសុំនិយាយតិចគិតមើលទៅខ្ញុំរាល់ថ្ងៃជួលផ្ទះគេនៅមួយខែប្រហែល50ទឹកភ្លើងទឹកអីប្រាក់ខែទៅហៀបើកមកសងធនាគារអង្គការនោះអេស៊ីឡាប្រាក់ខែមានស្អស់នេះឯកសារមានសុភ័ក្រធនាគារប្រមាណបងហើយលុយយកបងផ្ទះអស់នេះហើយខ្ញុំមិនតាមបានទេបានសុំនិយាយតិចអត់តាម5នាទីទេខ្ញុំសុំនិយាយតែ5នាទីទេអត់តាម5នាទីផងគិតមើលទៅនេះខ្ញុំមកទៅហ៊ានឥឡូវកំពុងមានបញ្ហានៅព្រំដែនឥឡូវខ្ញុំសុំចិត្តឲ្យមេខ្ញុំដាក់ឈ្មោះខ្ញុំទៅព្រំដែនដើម្បីវាយជាមួយថៃខ្ញុំខឹងថៃណាខ្ញុំដេកអត់ស្រក់ទឹកភ្នែកទៅសាយដោយសារខ្ញុំខឹងថៃខ្ញុំសង្ឃឹមថាខ្ញុំត្រឡប់ពីព្រំដែនណាវិញខ្ញុំមកវិញទៅផ្ទះតែខ្ញុំអត់អត់ងាមិនខ្ញុំសុំទៅសុំមេទៅពេលស្ថានភាពមកព្រំដែនខ្ញុំចង់ទៅវាយថៃខ្ញុំចូលចិត្តទៅបកទឹកភ្នែកពួកខ្ញុំជាពលរដ្ឋថៃបាញ់គិតមើលទៅខ្ញុំជាមួយហើយខ្ញុំទៅមកប្រាំសុំអង្គុយចុះបងអង្គុយចុះវិរៈកងទ័ពជួរមុខខំប្រយុទ្ធដើម្បីជាតិបែរជាត្រូវគេសម្លុតឲ្យអង្គុយគ្រាន់តែនិយាយរៀបរាប់ទុកលំបាកផ្ទាល់ខ្លួនកំពុងអង្រួនចិត្តមហាជន Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេទូការចាប់អារម្មណ៍ជុំវិញវីដេអូរបស់នាយទាហានមួយរូបដែលរៀបរាប់ទាំងឯកសណ្ឋានយោធាពីទុកលំបាកដែលខ្លួនកំពុងជួបប្រទះមកទល់ពេលសប្តាហ៍ថ្ងៃព្រោះតែចំណាយលុយទិញផ្ទះបូរីតែមិនទាន់បានផ្ទះឡើយរាប់ឆ្នាំមកហើយនោះមហាជននៅតាមបណ្ដាញសង្គម Facebook កំពុងផ្ទុះការចែករំលែកយ៉ាងផុសផុលនៅវីដេអូដែលនរណាបានឃើញបានស្ដាប់ហើយសុទ្ធតែស្លុតចិត្តលន់មាត់អាណិតទៅកាន់បុរសនៅក្នុងវីដេអូដែលឈរនិយាយរៀបរាប់ពីទុកលំបាកជាមួយនឹងឯកសណ្ឋានយោធាទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯងដែលទិញផ្ទះពីបូរីច្រើនឆ្នាំមកហើយនៅឡើយមិនទាន់បានផ្ទះតាមរយៈខ្លឹមសារនៅក្នុងคลิปវីដេអូទាំងនោះបុរសម្នាក់នេះគឺជានាយទាហានដែលខ្លួនត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិជួរមុខដើម្បីការពារទឹកដីពីចៅសៀមឈ្លានពានដោយលោកបានរៀបរាប់ទាំងក្តីឈឺចុកផ្សាថាខ្លួនបានខ្ចីលុយធនាគារមកទិញផ្ទះនៅបូរីក្នុងក្តីសង្ឃឹម18ខែបានចូលនៅតាមកុងត្រាកិច្ចសន្យាដើម្បីឲ្យក្រុមគ្រួសារមានផ្ទះស្នាក់នៅកក់ក្ដៅជារបស់ខ្លួនឯងប៉ុន្តែអ្វីបានត្រឹមតែជាក្តីស្រមើស្រមៃដែលគិតមកដល់ឆ្នាំថ្មីឆ្នាំ2026នេះការសន្យាខ្ចលរបស់ម្ចាស់បូរីពីថ្ងៃទៅជាខែប្រែទៅជាឆ្នាំចូលក្បាល5ឆ្នាំហើយនៅឡើយមិនទាន់លេចចេញស្រមមកផ្ទះដែលធ្វើឲ្យគាត់ជួបទុក្ខលំបាកក្នុងជីវភាពជាខ្លាំងណាមួយបើកប្រាក់ខែទាហានមកត្រូវបង់រំលោះផ្ទះជាមួយធនាគារជារៀងរាល់ខែណាមួយត្រូវបង់ថ្លៃឈ្នួលបន្ទប់ក្នុងមួយខែ$50យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែស្លុតចិត្តទៀតនោះគឺកំឡុងពេលនៃការនិយាយរៀបរាប់របស់វីរៈកងទ័ពជួរមុខរូបនេះមិនទាន់បានប៉ុន្មានផងលោកត្រូវបានគេព្យាយាមរារាំងដោយការនិយាយកាត់ហើយចុងក្រោយបំផុតវីដេអូនោះត្រូវបានបញ្ចប់ព្រោះតែលោកត្រូវបានគេសម្លុតដេញឲ្យអង្គុយចុះវិញសូមជម្រាបជូនថាវីដេអូឃ្លីបដ៏កក្រើកមួយនេះត្រូវបានបង្ហោះដោយផ្ទាល់ពីសំណាក់បងប្រុសដែលជាវីរៈកងទ័ពជួរមុខដែលមានឈ្មោះថាវិតគឹមសានតាមរយៈគណនី Facebook ផ្ទាល់ខ្លួនគឹមសានជាមួយនឹងចំណងជើងថាឲ្យខ្ញុំដោះស្រាយយ៉ាងម៉េចបើគាត់ជាលោកធំស្រុកខ្មែរនិយាយមិនគោរពកិច្ចសន្យាកុហកពួកខ្ញុំច្រើនដងខ្ញុំដឹងថាខ្លួនខុសតែអស់ជំរឿហើយទើបបងប្អូនរងគ្រោះ
ដែលត្រូវលោកអុកញ៉ាបោកប្រាស់ផ្ញើវីដេអូឲ្យផុស Facebook យ៉ាងណាមិញទោះបីជាទើបតែត្រូវបានបង្ហោះនៅថ្ងៃទី9ខែមករាឆ្នាំ2026ក្តីប៉ុន្តែហេតុការណ៍នៅក្នុងវីដេអូនេះត្រូវបានគេដឹងច្បាស់ថាបានកើតឡើងតាំងតែពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025មកម្លេះដែលកើតឡើងនៅក្នុងកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយដឹកនាំដោយក្រុមការងារក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តកណ្ដាលរវាងម្ចាស់គម្រោងនិងអតិថិជនដែលបានទិញផ្ទះដីឡូនៅក្នុងគម្រោងបូរីមួយស្ថិតនៅភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាលកិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងបន្ទាប់ពីក្រុមអតិថិជនរបស់បូរីខាងលើផ្ទុះការតវ៉ាឈានដល់ការបិទផ្លូវជាតិលេខ 6A នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយសារតែពួកគាត់បានទិញផ្ទះតែមិនបានផ្ទះហើយទាមទារឲ្យក្រុមហ៊ុនដោះស្រាយម្ដងហើយម្ដងទៀតតែគ្មានបានផលយ៉ាងណាក៏ដោយទោះបីជាលទ្ធផលអង្គប្រជុំបានប្រកាន់យកវប្បធម៌សន្តិនិកនិងពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់និងអតិភិបរបស់គម្រោងក៏ប៉ុន្តែសកម្មភាពជាក់ស្ដែងហាក់ដូចជាគ្មានអ្វីប្រែប្រួលទៅមុខបន្តិចសោះឈរលើស្ថានភាពនេះក្រុមអតិថិជនទាំងអស់ក៏បានប្រកាសជាថ្មីថាយោងតាមអង្គប្រជុំក្នុងថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ម្ចាស់បូរីគម្រោង 6A មិនបានគោរពតាមកំណត់ហេតុទេដូច្នេះក្រុមអតិថិជនរងគ្រោះទាំងអស់ក្រុងនឹងធ្វើការជួបជុំគ្នាម្ដងទៀតនៅថ្ងៃទី15ខែមករាឆ្នាំ2026ចាប់ពីម៉ោង8ដល់ម៉ោង12ព្រឹកនៅទីតាំងក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីទាមទារឲ្យខាងក្រសួងដែនដីអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ទាមទារឲ្យម្ចាស់បូរីបំពេញកាតព្វកិច្ចចាក់ដីរួមនឹងសាងសង់ផ្ទះជូនអតិថិជនរងគ្រោះឡើងវិញយ៉ាងណាមិញការចូលរួមនោះតំណាងអ្នករៀបចំការជួបជុំបានអះអាងថាការចូលរួមរបស់អតិថិជនទាំងអស់គឺដើម្បីបញ្ជាក់ពីឆន្ទៈសាមគ្គីភាពរបស់អតិថិជនរងគ្រោះជាមួយនឹងបម្រាមចំនួន2គឺការចូលរួមដោយអហិង្សានិង2មិនត្រូវប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាច់ខាតក្នុងកលៈទេសៈដ៏លំបាកនេះសង្ឃឹមថាបងប្អូនអតិថិជនរងគ្រោះទាំងអស់ក៏ដូចជាម្ចាស់បូរីនឹងមានដំណោះស្រាយមួយឈ្នះឈ្នះនិងអាចទទួលយកបានទាំងអស់គ្នាខ្ញុំបាទណារ៉ាពីកម្មវិធី60